ចាជំរាបសួរបងថ្ងៃនេះមកបង្ហាញមុខម្ហូបមិចស៊ីកូម្ដងព្រោះត្រូវតែធ្វើម្ហូបខ្មែរអញ្ចឹងថ្ងៃនេះខ្ញុំមានថា steak taco ចឹងអត់មានអីពិបាកទេបងអើយស្រួលធ្វើមែនតើហើយសម្រាប់ steak ហ្នឹងយើងប្រឡាក់គ្រឿងវាធម្មតាប៉ុន្តែយើងមានគ្រឿង taco ដែរអញ្ចឹងណាហើយយើងយកវាមកចៀនលក្ខណៈថាកុំឲ្យវាឆ្អិនពេកមកល្មមអញ្ចឹងណាប្រៀបថា70%អីហ្នឹងទៅឆ្អិនឬក៏60%ឬក៏អ្នកខ្លះតាមចំណង់ចិត្តតែកុំឲ្យឆ្អិនពេកវាអត់ឆ្ងាញ់ទេបងអញ្ចឹងបន្ទាប់ពីយើងធ្វើ steak យើងហើយយើងហាន់វាជាចំណិត slice នេះ steak របស់ខ្ញុំណាហ្នឹងហើយនេះអកូសាខ្ញុំគាត់កំងម្ហូបមីស៊ីកូហ្នឹងហើយគាត់ញ៉ាំបាននិយាយទៅក្នុងមួយអាទិត្យដឹងតែមានមួយថ្ងៃឬក៏ពីរថ្ងៃម្ហូបហ្នឹងខ្ញុំធ្លាប់តែបង្ហាញម្ហូបខ្មែរឥឡូវមកបង្ហាញមីស៊ីកូជូនបងមើលម្ដងនិយាយពីស្រួលមហាសានស្រួលហើយខ្ញុំមកបានប្រាប់ពីរបៀបធ្វើសោសវាចាំវីដេអូកូខ្ញុំនឹងបង្ហាញពីរបៀបធ្វើសោសនេះគឺជាសបកថាកូដែលយើងត្រូវញ៉ាំជាមួយនឹងអាស្តេកហ្នឹងណាយើងនេះអាខ្ទះរបស់ខ្ញុំហ្នឹងអាហ្នឹងគេហៅខ្ទះបែបម៉េចទៅនេះវាក្តៅល្អណាស់បងពេលដែលខ្ញុំធ្វើថាកូខ្ញុំប្រើខ្ទះហ្នឹងវាស្រួលអញ្ចឹងយើងយកសបកថាកូហ្នឹងដាក់លើខ្ទះហ្នឹងហើយតមកទៀតយើងដាក់ជាមួយនឹងជីហ្នឹងក៏ជីផងមីស៊ីកូដែរណាក្រៅពីជីប្រែនហ្នឹងញ៉ាំមិនឆ្ងាញ់ទេបងតជីប្រែនហ្នឹងទៀតអញ្ចឹងមើលតែវាក្តៅមកល្មមតិចហើយយើងដាក់ជីជុកហ្នឹងហើយយើងបាត់វាជាពីរនេះតែថាយើងធ្វើញ៉ាំខ្លួនឯងអញ្ចឹងយើងត្រូវតែរៀបចំវាធ្វើវាឲ្យទាំងអស់ហ្មងយើងយកទៅញ៉ាំជុំគ្នាពេលអ្នកគេធ្វើលក់ស្រួលទេគេគ្រាន់តែធ្វើឲ្យញ៉ាំនៅក្តៅៗយើងអញ្ចឹងស្រួលហើយឆ្ងាញ់ទៀតអញ្ចឹងសម្រាប់សបកថាកូហើយនេះគឺជាអតិថិជនតែកំងអតិថិជនទី1កំងឲ្យតែថ្ងៃណាគេកំងតាកូហើយខ្ញុំបានធ្វើថាកូឲ្យគាត់ញ៉ាំនិយាយពីមុខគាត់អើយរីកដឹកការចឹងហើយគាត់ញ៉ាំបានរាល់ថ្ងៃហើយក្រុមអាទិត្យអត់លេក៏មាន2ថ្ងៃដែរថាកូនោះអតិថិជននឹងក្រុម1 2 3អញ្ចឹងកុំឲ្យខាត់ពេលយូរយើងមកមើលសម្រាប់ថាកូខ្ញុំទាំងអស់គ្នាហើយមុខម្ហូបគេនឹងមានតែប៉ុណ្្នឹងមានតែ steak ដែលយើងធ្វើនឹងសបកតាកូមានឡែមមានអាហ្នឹងគេហៅថា sweet onion ហ្នឹងហើយជាមួយ cilantro ហើយជាមួយនឹងអាស្ពៃក្តោបយើងនឹងបន្លែគេមានប៉ុណ្្នឹងនោះសដែលខ្ញុំធ្វើហ្នឹងគឺស្រួលមែនតើបងមកចាំវីដេអូក៏ខ្ញុំបង្ហាញសោះហើយនិយាយពីថាញ៉ាំជាមួយនឹង taco ឬក៏ burrito ហ្នឹងត្រូវតែហ្មងអាសោះគេហ្នឹងអញ្ចឹងអត់មានអីទេថ្ងៃនេះមានតែមុខម្ហូប taco Mexico